ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយវីដេអូមុនខ្ញុំប្រាប់ពីរបៀបផ្ញើអីវ៉ាន់តាម UG Cook ហ្នឹងហើយឥឡូវវីដេអូបន្ទាប់នេះផ្ញើប្រាប់ពីរបៀបឆែកជើងអីវ៉ាន់តាម Naver និយាយរួមទៅកម្មវិធីដែលយើងឆែកជើងអីវ៉ាន់តាម Naver ស្រួលយើងងាយស្រួលមើលពេលវេលាជើងអីវ៉ាន់ដែលទៅដល់អញ្ចឹងណាបើតាម UG Cook លក្ខណៈថាវាបង្ហាញពីកាយបត្រមកពេលខ្លះវាពិបាកមើលពេកមួយបើសិនជាយើងអត់សូវចេះកូរ៉េទៀតយើងពិបាកមើលតែបើ Naver ស្រួលតែឧទាហរណ៍ទៅខ្ញុំឆែកជើងអីវ៉ាន់ខ្ញុំដែរទៅដល់មួយសិនណាហើយឥឡូវខ្ញុំចូល UG Cook សិនហើយកន្លែងនេះហ្នឹងហើយចូលកន្លែងវិកាយបត្រផ្ញើបន្ទាប់មកខ្ញុំចូលនេះអីវ៉ាន់ដែលខ្ញុំផ្ញើកាលថ្ងៃទី5កាលថ្ងៃទី5អញ្ចឹងថ្ងៃហ្នឹងទៅដល់ថ្ងៃទី7អញ្ចឹងមួយអីវ៉ាន់ខ្ញុំក៏ទទួលបានថ្ងៃហ្នឹងងាកមិញណាហើយយើងគូនេះកន្លែងនេះហ្នឹងហើយកន្លែងនេះបងប្អូនកន្លែងលេខសម្ងាត់ច្រឡំសំទោសលេខសម្ងាត់លេខកូដអីវ៉ាន់ហ្នឹងហើយយើង copy យកទៅនឹងយើង copy វាយកទៅហើយយើងយកទៅផាសនៅកន្លែង Naver យើងចូលកម្មវិធី Naver មកហ្នឹងហើយនេះយើងផាសវាចឹងកន្លែងហ្នឹងទៅហើយយើង search បន្ទាប់មកកន្លែងនេះវាអត់ទាន់ចេញអីទេប៉ុន្តែបងប្អូនត្រូវជ្រើសរើសកន្លែងនេះបើថតថាបើយើងផ្ញើតាម UG Cook យើងទៅរកឈ្មោះ UG Cook ក្រុមហ៊ុនផ្ញើអីវ៉ាន់ណាយើងត្រូវឆែកតាមឧទាហរណ៍ថាយើងផ្ញើតាម CU Mart GS25 យើងត្រូវឆែកតាមហ្នឹងឬក៏ CJ Techpay UG Cook Hanjin Techpay Rogen Techpay អីចឹងទៅយើងត្រូវវាយឈ្មោះ Techpay ដែលយើងផ្ញើដើម្បីគេ search ទៅដើម្បីយើង search ទៅត្រូវឥឡូវយើងចូល UG Cook ហ្នឹងហើយយើងចូល UG Cook តបមកយើង search នេះវាបង្ហាញមកចឹងបងថាទៅពេលដែលយើងផ្ញើទៅវាដេញវាផ្ញើជើងអីវ៉ាន់ដូចលក្ខណៈដូចគូប៉ាំងអញ្ចឹងវាបង្ហាញឲ្យយើងមើលអញ្ចឹងឯងវាបង្ហាញជើងអីវ៉ាន់ដែលទៅដល់នេះចុងក្រោយបំផុតគឺទៅដល់ហើយនឹងអីវ៉ាន់ទៅដល់គាត់គឺថ្ងៃទី7ខែ11ឆ្នាំ2025រយៈពេលម៉ោងគឺម៉ោង12:42នាទីខ្ញុំមានន័យថាពេលថ្ងៃត្រង់ពេលយើងសម្រាប់បាយហ្នឹងហើយបន្ទាប់មួយទៀតឥឡូវខ្ញុំឆែកជើងអីវ៉ាន់ដែលខ្ញុំទទួលបានពីថ្ងៃមុនថ្ងៃដែលមួយគាត់ទទួលបានពីថ្ងៃមុនអញ្ចឹងណាហ្នឹងហើយអានឹងអីវ៉ាន់ដែលខ្ញុំផ្ញើមកពីក្រៅប្រទេសអញ្ចឹងគេផ្ញើតាមក្រុមហ៊ុន CJ Techpay យើងជ្រើសរើសមកនេះលេខកន្លែងនេះគឺលេខកូដអីវ៉ាន់ខ្ញុំហ្នឹងហើយគេចាប់អីវ៉ាន់ហ្នឹងតបមកកន្លែងនេះយើងជ្រើសយកឈ្មោះ Techpay CJ Hantung On ហ្នឹងគឺ CJ Techpay ហើយយើងចុចកន្លែងនេះមកហើយយើង search ហ្នឹងហើយអីវ៉ាន់ទៅដល់ដូចគ្នាអញ្ចឹងអីវ៉ាន់នេះគឺទៅដល់តាំងពីថ្ងៃទី23ខែ9ឆ្នាំ2025មានន័យថាតាំងពីខែមុនដោយសារកម្មវិធីជាទៅខ្ញុំឆែកនឹងទូរស័ព្ទមួយទៀតតែទូរស័ព្ទនេះខ្ញុំទុកនៅផ្ទះអញ្ចឹងទៅវាជាប់អាលេខអីវ៉ាន់ចាស់ខ្ញុំពីមុនមកដែលធ្លាប់ផ្ញើហ្នឹងអីវ៉ាន់ទៅដល់ដូចគ្នាកន្លែងហ្នឹងមានតែប៉ុណ្្នឹងហើយបងប្អូនហ្នឹងហើយអត់ពិបាកទេឆែកតាម Naver ស្រួលហ្នឹងហើយអរគុណច្រើនបងប្អូនហ្នឹងហើយសម្រាប់បងប្អូនដែលនៅក្នុង Facebook ច្រឡំបងប្អូនដែលនៅក្នុង YouTube បងប្អូនជួយ Subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយបន្តទៀតហ្នឹងហើយអរគុណច្រើន